Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះយើងនឹងជជែកគ្នាអំពីបញ្ហាមួយដែលប្រជាជនកម្ពុជាមួយចំនួនតូចបានលើកឡើងគឺពួកគេបាននិយាយថាប្រជាជនអ៊ីស្លាមក៏ដូចជាខ្មែរអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជានេះគឺកំពុងតែវិវត្តខ្លួនទៅជាអ៊ីស្លាមបែបជ្រុលនិយមដូចជានៅក្នុងប្រទេសអ៊ីរ៉ង់នេះក៏ដោយសារតែពួកគេឃើញបងប្អូនអ៊ីស្លាមយើងមួយចំនួនគឺគាត់ស្លៀកពាក់បែបបិទមុខឃើញតែកភ្នែកណាអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងព្យាយាមបកស្រាយចម្ងល់អំពីបងប្អូនមួយចំនួនដែលអត់យល់ឬក៏ចាត់ទុកថាពួកខ្មែរអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជានេះគឺជាហានិភ័យសម្រាប់ប្រទេសជាតិអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់នឹងតាមដានស្ដាប់រហូតដល់ចប់ដើម្បីកុំឲ្យយល់ខុសត្រង់ចំណុចណាមួយអ៊ីនសាអល់ឡោះតើពិតដែរឬទេដែលប្រជាជនកម្ពុជាខ្មែរអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាអាចក្លាយជាអ៊ីស្លាមបែបជ្រុលនិយមដូចជាប្រទេសមួយចំនួននៅលើសកលលោកនៅក្នុងវីដេអូមួយនេះគឺជាការបកស្រាយបញ្ជាក់ដោយស្មោះស្ម័គ្រនៅក្នុងនាមជាប្រជាជនខ្មែរអ៊ីស្លាមមួយរូបនៅក្នុងប្រទេសកម្ពុជាសូមតាមដានរហូតដល់ចប់ដើម្បីកុំឲ្យយល់ខុសត្រង់ចំណុចណាមួយបងប្អូនអាចចុច like និង subscribe លើ Channel YouTube មួយនេះបានដើម្បីអាចទទួលបានចំណេះដឹងល្អៗថ្មីៗដែលមានប្រយោជន៍នៅពេលខាងមុខបន្តទៀតអ៊ីនសាអល់ឡោះអង្គសាសនាអ៊ីស្លាមមកខ្លាំងទៅទៀតខ្ញុំឆ្លៃអង្គទៅចាំកាប់បាត់ឃើញមិនបាច់នេះធ្វើពួកខ្លួនឯងខ្ញុំមិនได้និយាយប្រឆាំងនឹងសាសនាទេខ្ញុំនិយាយប្រឆាំងនឹងការជ្រុលនិយមនឹងអំពើហិង្សាបើគេយកប្រទេសកម្ពុជាធ្វើជារណសិរ្សសម្រាប់ប្រជាជននៅក្នុងច្បាំងនាពេលបច្ចុប្បន្ននេះមានក្តីព្រួយបារម្ភមួយនៅក្នុងចំណោមសហគមន៍បងប្អូនខ្មែរមួយចំនួននៅក្នុងប្រទេសកម្ពុជាថាតើជនជាតិចាមមូស្លីមអាចនឹងក្លាយទៅជាអ៊ីស្លាមជ្រុលនិយមដូចជានៅក្នុងប្រទេសដទៃទៀតមែនដែរឬទេមូលហេតុនោះគឺដោយសារតែមានស្ត្រីអ៊ីស្លាមមួយចំនួនបានពាក់ហ៊ីយ៉ាបបិទបាំងទូទាំងមុខឃើញតែក្របភ្នែកមួយគូហើយចូលចិត្តស្លៀកពាក់បែបអាវវែងពណ៌ខ្មៅសំណួរដ៏ស្មោះស្ម័គ្រចង់សួរថាត្រឹមតែហេតុផលប៉ុណ្ណឹងតើអាចចាត់ប្រកាន់បងប្អូនខ្មែរអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាកំពុងតែវិវត្តក្លាយជាក្រុមអ៊ីស្លាមបែបជ្រុលនិយមមែនដែរឬទេចម្លើយដ៏ស្មោះស្ម័គ្រចំពោះក្តីព្រួយបារម្ភនោះគឺទេមិនអាចនោះទេមិនអាចទាល់តែសោះតែម្ដងការវិនិច្ឆ័យត្រឹមតែជាការស្លៀកពាក់បែបនេះវាពិតជាមិនយុត្តិធម៌ទាល់តែសោះហើយការវិនិច្ឆ័យបែបនេះគឺពិតជាបង្កហានិភ័យខ្លាំងណាស់ប្រសិនបើគ្មានការកែតម្រូវឬការបញ្ជាក់អំពីទស្សនៈមួយនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាការស្លៀកពាក់បែបអ៊ីស្លាមវាមិនមែនជាសញ្ញាបញ្ជាក់ថាជាក្រុមជ្រុលនិយមនោះទេជាក់ស្ដែងដូចជានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសអារ៉ាប់រួមប្រទេសកាតាប្រទេសឌូបៃម៉ាឡេស៊ីប្រ៊ុយណេឥណ្ឌូនេស៊ីប្រទេសទាំងអស់នេះសុទ្ធសឹងតែជាប្រជាជនអ៊ីស្លាមដែលអនុញ្ញាតឲ្យការស្លៀកពាក់បែបនេះហើយវាក៏ជារឿងធម្មតានោះទេនៅក្នុងសង្គមរបស់ពួកគេតើប្រទេសដែលបានរៀបរាប់ខាងលើនេះជាប្រទេសដែលជ្រុលនិយមឬពិតប្រាកដណាស់គឺមិនមែនអញ្ចឹងនោះទេប្រសិនបើយើងវាតម្លៃលើនរណាម្នាក់ត្រឹមតែជាការស្លៀកពាក់នោះមិនមែនជាការវិនិច្ឆ័យដែលយុត្តិធម៌នោះទេតែវាអាចជាការរើសអើងវិញក៏ថាបានហើយការរើសអើងនេះហើយដែលភាគច្រើនតែនាំឲ្យមានបញ្ហាក្នុងសង្គមនីមួយៗភាពជាក់ស្ដែងរបស់ប្រជាជនខ្មែរអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាពិតប្រាកដណាស់ខ្មែរអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាគឺរស់នៅសម្របខ្លួនជាមួយប្រជាជនខ្មែរដែលមានសាសនាព្រះពុទ្ធជាសាសនាផ្លូវការរបស់រដ្ឋរាប់រយឆ្នាំមកហើយគ្មានប្រវត្តិសាស្ត្រណាដែលបញ្ជាក់ថាបងប្អូនខ្មែរអ៊ីស្លាមព្យាយាមងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយនេះគឺជាសញ្ញាដែលបញ្ជាក់ថាមានហេតុផលអ្វីដែលប្រជាជនកម្ពុជាចង់ក្លាយទៅជាអ្នកដែលជ្រុលនិយមបង្កអសន្តិភាពបង្កអសន្តិសុខនោះទេតែគឺជាសញ្ញាបញ្ជាក់ថាប្រជាជនខ្មែរអ៊ីស្លាមរស់នៅក្នុងប្រទេសកម្ពុជាពិតជាមានសេចក្តីសុខអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាទៅវិញនោះទេដែលបានផ្ដល់សិទ្ធិគ្រប់យ៉ាងដល់ពួកគេសំណួរមួយដែលបានលើកឡើងទៀតថានៅពេលនេះគ្មានបញ្ហានោះទេចុះនៅពេលអនាគតតើវាអាចកាត់ឡើងដែរឬទេនេះគឺជាក្តីកង្វល់និងជាចំណុចសំខាន់ដែលយើងត្រូវពិចារណាទាំងអស់គ្នាចម្លើយសម្រាប់បញ្ហាមួយនេះគឺត្រូវផ្អែកលើភាពជាក់ស្ដែងមិនមែនរស់នៅក្នុងក្តីព្រួយបារម្ភរហូតនោះទេជាទូទៅយើងអាចពិចារណាថាតើភាពជ្រុលនិយមឬការបះបោររបស់ប្រជាជនណាមួយវាកាត់ឡើងដោយសារតែហេតុផលអ្វីខ្លះភាគច្រើននៃភាពជ្រុលនិយមកើតឡើងគឺដោយសារតែពួកគេរងការជិះជាន់គៀបសង្កត់លើបញ្ហាសេរីភាពសាសនាឬភាពអយុត្តិធម៌លើបញ្ហាគោលនយោបាយដែលមានការរើសអើងលំអៀងមិនស្មើភាពគ្នាជាបន្តបន្ទាប់បញ្ហាអ្វីមួយចំនួនឬសង្គ្រាមរ៉ាំរ៉ៃដែលកើតចេញអំពីការមិនពេញចិត្តលើភាពអយុត្តិធម៌ដែលកើតឡើងណាមួយយើងឃើញឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រទេសស៊ីរីប្រទេសអ៊ីរ៉ាក់ភាពជ្រុលនិយមរីកឡើងនៅក្នុងបរិយាកាសនៃភាពវឹកវរដោយសារតែបញ្ហាចំនួនផ្ទៃក្នុងដែលរងការជិះជាន់ដល់អយុត្តិធម៌នៅក្នុងសង្គមនីមួយៗវាមិនមែនចេះតែកាត់ឡើងនៅក្នុងប្រទេសដែលមានសន្តិភាពនោះទេចំណែកឯស្ថានភាពនៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរអ៊ីស្លាមគឺរស់នៅប្រកបដោយសន្តិភាពត្រូវបានផ្ដល់សិទ្ធិសេរីភាពគ្រប់យ៉ាងដូចជាប្រជាជនដទៃទូទៅដែរតើមានហេតុផលអ្វីដែលអាចឲ្យពួកគេបះបោរទៅប្រសិនបើយើងគិតដោយប្រាជ្ញាឈ្លាសវៃរបស់យើងជាក់ស្ដែងស្ថានភាពនៅក្នុងប្រទេសកម្ពុជាមិនអាចទៅរួចទាល់តែសោះថាមានក្រុមជ្រុលនិយមនៅទីនេះអ៊ីនសាអល់ឡោះហេតុអ្វីបានជាប្រទេសអ៊ីរ៉ង់ត្រូវបានគេប្រៀបប្រដូចថាខុសរហូតអញ្ចឹង
មានអ្នកខ្លះនិយាយថាបើនៅតែបណ្ដោយខ្លាចក្រែងតែអ៊ីស្លាមនៅកម្ពុជានឹងដូចជាប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់ដែរលើបញ្ហាមួយនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាអ៊ីរ៉ង់មិនមែនគ្រាន់តែជាប្រទេសអ៊ីស្លាមធម្មតានោះទេវាកើតចេញអំពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ1979បដិវត្តន៍នយោបាយដ៏សំខាន់មួយប្រព័ន្ធរដ្ឋាភិបាលបែបសាសនានិកាយស៊ីអ៊ីតជាមូលដ្ឋាននៃរដ្ឋខណៈពេលដែលជនជាតិចាមមូស្លីមកម្ពុជាភាគច្រើនគឺជាអ៊ីស្លាមនិកាយស៊ុននីដែលជានិកាយភាគច្រើននៅលើសកលលោកដែលស្រឡាញ់ចូលចិត្តសន្តិភាពជ្រើសរើសផ្លូវសន្តិភាពជាជាងសង្គ្រាមការប្រៀបធៀបប្រជាជនខ្មែរអ៊ីស្លាមនៅកម្ពុជាជាមួយប្រទេសអ៊ីរ៉ង់គឺវាមិនត្រឹមត្រូវនោះទេក្តីព្រួយបារម្ភគ្មានមូលដ្ឋានច្បាស់លាស់គឺពិតជាបង្កហានិភ័យខ្លាំងណាស់ហើយអ្វីដែលកាន់តែគ្រោះថ្នាក់ទៀតនោះមិនមែនជាបញ្ហាជ្រុលនិយមនោះទេក៏ប៉ុន្តែជាក្តីព្រួយបារម្ភដែលគ្មានមូលដ្ឋានច្បាស់លាស់អំពីសហគមន៍មួយចំនួនគ្មានការទុកចិត្តគ្នាសង្ស័យផ្ដេសផ្ដាសវិនិច្ឆ័យដែលគ្មានមូលដ្ឋានពិតប្រាកដវាអាចនឹងបង្កឲ្យមានបញ្ហាធំប្រសិនបើនៅក្នុងសង្គមមួយចេះតែខ្លាចហើយវាតម្លៃត្រឹមតែការស្លៀកពាក់មួយមុខនៅពេលដែលក្នុងសង្គមមើលឃើញអ្នកអ៊ីស្លាមមានការអនុវត្តសាសនាកាន់តែច្រើនពួកគេបែរជាយល់ខុសការយល់ច្រឡំការរើសអើងភាពតានតឹងរវាងសាសនាហើយនិងភាពមិនចុះសម្រុងគ្នាក៏ចាប់ផ្ដើមកើតឡើងនេះហើយគឺជាកត្តាពិតដែលអាចនឹងបង្កជម្លោះនានានៅពេលអនាគតប្រសិនបើសង្គមមួយនោះនៅតែបន្តការវិនិច្ឆ័យបែបគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូចនោះភាពវឹកវរគឺអាចនឹងកើតឡើងមែនដូច្នេះសរុបសេចក្តីមកបងប្អូនខ្មែរអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាគ្មានសញ្ញាដែលបង្ហាញថាពួកគេជ្រុលនិយមនោះទេរស់នៅក្នុងប្រទេសដែលផ្ដល់សិទ្ធិសេរីភាពពេញលេញគ្មានប្រវត្តិកន្លងមកទេដែលថាពួកគេចង់ងើបបះបោប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជានោះឡើយពួកគេរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជារាប់សិបឆ្នាំមកហើយជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ពួកគេក៏រងទុក្ខជាមួយប្រជាជនកម្ពុជាដែរនៅក្នុងសមរភូមិតាមព្រំដែនប្រយុទ្ធប្រឆាំងជាមួយចៅឈ្លានពានថៃមានបងប្អូនវីរៈកងទ័ពខ្មែរអ៊ីស្លាមច្រើនណាស់ដែលបានបូជាជីវិតនៅទីនោះទាំងនេះហើយដែលធ្វើឲ្យពួកគេយល់យ៉ាងច្បាស់អំពីតម្លៃសន្តិភាពហើយសូមត្រឹមតែរស់នៅពោពេញទៅដោយសន្តិភាពក្តីសុខក្នុងប្រទេសនេះតែប៉ុណ្ណោះអ្វីដែលយើងត្រូវការពារគឺភាពសុខដុមរមនាក្នុងសង្គមនីមួយៗមិនមែនរស់នៅក្នុងក្តីព្រួយបារម្ភនោះទេប្រសិនបើយើងចង់បានអនាគតដែលពោពេញទៅដោយសន្តិភាពយើងត្រូវតែចេះវិនិច្ឆ័យលើបញ្ហាអ្វីមួយគឺផ្អែកលើការពិតមិនមែនការប៉ាន់ស្មានគ្មានមូលដ្ឋានច្បាស់លាស់នោះទេពីព្រោះសន្តិភាពពិតប្រាកដនៅក្នុងសង្គមនីមួយៗមិនមែនកើតឡើងតាមរយៈការសង្ស័យគិតមិនល្អចំពោះអ្នកណានោះទេតែផ្ទុយទៅវិញវាគឺកើតឡើងតាមរយៈការយោគយល់និងរស់នៅប្រកបដោយការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកការរួបរวมសាមគ្គីគ្រប់ជាតិសាសន៍នៅក្នុងប្រទេសនីមួយៗនោះហើយគឺជាតម្លៃសន្តិភាពពិតប្រាកដសង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ